ជីវិតមនុស្សដូចជាល្ខោនយើងមិនគួរធ្វើហួសការពិតពេកនោះទេប្រសិនបើត្រឡប់មកមើលជីវិតរបស់ខ្លួនឯងវិញនោះយើងនឹងអាចរកឃើញការពិតដែលថាជីវិតប្រៀបបានដូចជាល្ខោនដែលត្រូវសម្ដែងទៅតាមសកម្មភាពនិងដំណើរពេលវេលាដែលអ្នកយល់ការពិតទើបគេមិនធ្វើអ្វីហួសហេតុពេកនោះទេដោយសារជីវិតប្រៀបបានដូចជាល្ខោនអ្នកដែលយល់ច្បាស់នោះទើបគេមិនប្រកាន់ខ្ជាប់ជាមួយសកម្មភាពដែលគេធ្លាប់សម្ដែងឬកំពុងសម្ដែងក្នុងខណៈនោះវាគ្មានអ្វីដែលប្រកបប្រជានោះឡើយសេចក្តីសុខនឹងកើតឡើងបានប្រសិនបើយើងមិនប្រកាន់ខ្ជាប់ជាមួយនឹងសកម្មភាពនៃជីវិតមិនធ្វើជីវិតពិតឲ្យហួសហេតុពេកនោះទេពីព្រោះវានឹងធ្វើឲ្យយើងកើតការធុញថប់ក្នុងចិត្តចូលធ្វើជាទូនាទីឲ្យបានត្រឹមត្រូវឲ្យអស់សមត្ថភាពប៉ុណ្ណោះមិនយូរមិនឆាប់យើងនឹងរកឃើញសេចក្តីសុខសមតាមបំណងជាពុំខានជីវិតដូចជាឆាកល្ខោនមួយពេលខ្លះធ្វើពិតពេលខ្លះធ្វើបន្លំពិតបន្លំធ្វើជាពិតគ្មានប្រកបឡើយទើបធ្វើឲ្យចិត្តទទួលយកការពិតទៅជាមួយផងដែរពីព្រោះបើធ្វើពិតជ្រុលហួសហេតុពេកហើយប្រកាន់ខ្ជាប់ជាមួយជីវិតខ្លាំងពេករមែងធ្វើឲ្យកើតទុក្ខចូលធ្វើទូនាទីឲ្យសមសួនដឹងថាសកម្មភាពសម្ដែងបានចាប់ផ្ដើមហើយចប់នៅត្រង់ចំណុចណាទទួលស្គាល់ការពិតមិនគិតរំពឹងនឹងជីវិតខ្លាំងពេករហូតធ្វើឲ្យកើតមាននៅសមានចិត្តនឿយណាយនិងសៅហ្មងក្នុងចិត្តដូចនោះចូលយល់ពីសកម្មភាពនៃជីវិតរបស់ខ្លួនឯងដែលប្រៀបបានដូចជាឆាកល្ខោនមួយឈុតដែលនឹងត្រូវមានការផ្លាស់ប្ដូរជានិច្ចសូមអរគុណសម្រាប់ការស្ដាប់និងការទស្សនាជួបគ្នានៅវីដេអូក្រោយ